ខ្លាំងទាំងអស់គ្នាបាទបងប្អូនទស្សនិកជនទាំងអស់គ្នាពិសេសគឺពុកម៉ែបងប្អូនដែលកំពុងតែអញ្ជើញចូលរួមជាមួយនឹងតន្ត្រីអង្គរសង្ក្រាន្តឆ្នាំ2016បាទលោកស្រីនៅនាងកញ្ញាបងប្អូនទូទាំងប្រជាជនដែលកំពុងតែទស្សនាការផ្សាយផ្ទាល់នៅតាមគេហដ្ឋានជាទីគោរពនេះគឺជាការប្រគំតន្ត្រីអង្គរសង្ក្រាន្តអបអរសាទរឆ្នាំថ្មីនេះជាថ្ងៃទី3ហើយការប្រគំតន្ត្រីរបស់យើងកំពុងតែប្រពធ្វើនៅលៀនចូលដំរីសូមផ្ដល់ស្នូលតដៃពីបងប្អូននៅលៀនចូលដំរីជូនបងប្អូនតាមគេហដ្ឋានបាទអរគុណតន្ត្រីអង្គរសង្ក្រាន្តពុទ្ធសករាជ2559ឈានចូល2560គ្រិស្តសករាជ2016គឺជាព្រឹត្តិការណ៍អបអរសាទរនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានិងចូលរួមសហការដោយក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនដែលមានការចូលរួមសម្ដែងដោយល្បែងប្រជាប្រិយរបាំប្រពៃណីសិល្បៈវប្បធម៌ដែលឆ្លុះបញ្ចាំងអំពីជីវភាពបងប្អូនប្រជាពលរដ្ឋខ្មែរនាសម័យដើមនិងការលើកយកនៅស្នាដៃរបស់បុព្វបុរសខ្មែរនាសម័យអង្គររុងរឿងសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូបរហូតមកទល់ពេលបច្ចុប្បន្នជាការប៉ុណ្ណាសម្រាប់បុណ្យចូលឆ្នាំខ្មែរម្ដងយើងតែងតែនឹកឃើញដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តហើយឆ្នាំនេះជាព្រឹត្តិការណ៍លើកទី4ក្រោមប្រធានបទកម្ពុជាមាតុភូមិខ្ញុំក្នុងគោលបំណងដើម្បីបង្កើតនូវភាពសប្បាយរីករាយសេចក្តីសុខសុភមង្គលសន្តិភាពស្ថិរភាពនិងការបង្ហាញអំពីការជួបជុំគ្នាពីមហាគ្រួសារខ្មែរជាការប៉ុណ្ណាសម្រាប់ប្រធានបទចាកម្ពុជាមាតុភូមិក្នុងមាតុភូមិខ្ញុំសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីគឺមានអត្ថន័យបែបជាតិនិយមស្របតាមជីវិតនិងការរស់នៅរបស់បងប្អូនប្រជាជនខ្មែរពាក្យនេះគឺមានតម្លៃជាប្រវត្តិសាស្ត្រដែលបង្ហាញឲ្យឃើញអំពីទឹកចិត្តស្នេហាមាតុភូមិនៅកន្លែងស្រុកកំណើតនិងការផ្សារភ្ជាប់អំពីអតីតកាលជាមួយនឹងបច្ចុប្បន្នកាលនៃជីវិតរបស់ប្រជាជនខ្មែរកម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមិនត្រឹមតែបានប្រពធ្វើឡើងនៅលើទឹកដីអង្គរក៏ដូចជាប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែសូម្បីតែពុកម៉ែបងប្អូននៅឯក្រៅប្រទេសដែលជាជនជាតិខ្មែរគឺសសឹងតែបានប្រពនៅពិធីបុណ្យចូលឆ្នាំខ្មែរហើយនៅរៀងរាល់ឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរយើងតែងតែលើពាក្យមួយដែលបានសួរគ្នាថាចូលឆ្នាំទៅលេងឯណាបាទអញ្ចឹងអ្វីដែលអ្នកដែលឆ្លើយភាគច្រើនគឺទៅស្រុកកំណើតបាទនោះបានបញ្ជាក់ថាប្រជាពលរដ្ឋខ្មែរបើទោះបីជានៅទីណាកន្លែងណាក៏ដោយនៅប្រទេសណាក៏ដោយឲ្យតែដល់ចូលឆ្នាំខ្មែរគឺយើងនឹករលឹកដល់ស្រុកកំណើតនឹករលឹកដល់មាតុភូមិរបស់យើងហើយមាតុភូមិរបស់យើងនេះហើយដែលខ្លាយទៅជាប្រធានបទនៅក្នុងឆ្នាំនេះគឺបាទកម្ពុជាមាតុភូមិខ្ញុំបាទចាហើយសម្រាប់តន្ត្រីអង្គរសង្ក្រាន្តឆ្នាំ2016ចាដែលយើងកំពុងតែធ្វើនៅឆាកធំខាងមុខលៀនជលដំរីក៏មានវត្តមានយ៉ាងច្រើនរបស់បងប្អូនទាំងអស់គ្នាដែលអញ្ជើញចូលរួមនៅក្នុងចាថ្ងៃនេះយកថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំខ្មែររបស់យើងចាអរគុណនៃការចូលរួមទស្សនាជាមួយនឹងការប្រគំតន្ត្រីអង្គរសង្ក្រាន្តឆ្នាំ2016ជឿជាក់ថាអស់រយៈពេល3ថ្ងៃបងប្អូនពិតជាទទួលបាននូវភាពសប្បាយរីករាយពីកម្មវិធីអង្គរសង្ក្រាន្តនៅទឹកដីអង្គរដ៏រុងរឿងរបស់យើងខ្ញុំសម្រាប់ពេលវេលានៅក្នុងកម្មវិធីរបស់យើងនៅពេលវេលានេះផងដែរលោកតាលោកយាយអ៊ំពូមីងបងប្អូនយ៉ាងច្រើនកកដែលកំពុងតែបាទត្រៀមស្ដាប់នៅបទចម្រៀងជាច្រើនដែលមានការចូលរួមពីកម្ពុជាតារាចម្រៀងក៏ដូចជាតារាចម្រៀងល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាទស្សនីយភាពជាច្រើនទៀតដែលយើងបានរៀបចំជូនសង្ឃឹមថាលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងនៅទីនេះទាំងនៅតាមគេហដ្ឋានទាំងនៅក្រៅប្រទេសនឹងទទួលយកនូវភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំវកអត្តស័កពុទ្ធសករាជ2560គ្រិស្តសករាជ2016ទាំងអស់គ្នាហើយដូច្នេះហើយដើម្បីធ្វើការបើកការប្រគំតន្ត្រីអង្គរសង្ក្រាន្តអបអរសាទរឆ្នាំថ្មីនៅពេលនេះសូមផ្ដល់ជូននៅបទចម្រៀងចំនួន2បទដោយសារតែឆ្នាំនេះយើងបានជ្រើសយកនៅប្រធានបទកម្ពុជាមាតុភូមិខ្ញុំហើយដូច្នេះបទចម្រៀងទី1ដែលបើកកម្មវិធីគឺមានចំណងជើងថាកម្ពុជាដែលខ្ញុំស្រឡាញ់បាទគឺបទចម្រៀងមួយនេះគឺសូមផ្ញើជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាហើយបទចម្រៀងទី2គឺយើងជឿជាក់លើកម្ពុជាចាអរគុណសូមឲ្យបងប្អូនទាំងអស់គ្នានៅទីនេះផ្ដល់នៅសម្លេងស្វាគមន៍ឲ្យបានខ្លាំងទាំងអស់គ្នាសូមរីករាយទស្សនាដូចតទៅ
មខ្ញុំល្អដំនៅអាស៊ីប្រជាជនគ្រប់ទិសទីខំសំភាកសាងជាតិស្រ័យរំដងមាតុភូមិបានស្រុកសានត្រាឥតមានឃ្លាតបានអាយក្រៀនសន្តិភាពសេរីភាពសុភមង្គលសូមស្មារតី7មករាសាយក្លិនគុនធាពេញសកលល្បីសរសើរពេញមណ្ឌលកម្ពុជាស្រងឆាយឆាយខ្ញុំស្រឡាញ់ពេញចិត្តណាស់ស្រឡាញ់អ្នកគ្មានចិនណាមានបោជាចិត្តនឹងកាយឥតមានស្ដាយសម្រាប់អ្នកសូមសម្ដែងអបអរសាទរដល់មាតុភូមិកម្ពុជារបស់យើងទាំងអស់គ្នាមួយសួស្ដីឆ្នាំថ្មីសូមលើកដៃអបអរសាទរទាំងអស់គ្នាចាបងស្រាញ់ប្រជាជនប្រជាមាតុភូមិរបស់ពួកយើងចាសូមអរគុណយ៉ាងជ្រាលជ្រៅសូមស្មារតី7មករាសាយក្លិនគុនធាពេញសកលល្បីសរសើរពេញមណ្ឌលកម្ពុជាស្រងឆាយឆាយខ្ញុំស្រឡាញ់ពេញចិត្តណាស់ស្រឡាញ់អ្នកគ្មានចិនណាយមានបោជាចិត្តនឹងកាយឥតមានស្ដាយសម្រាប់អ្នកសូមសម្ដែងហួយទាំងអស់គ្នាឲ្យមានទំពុំកម្ពុជាមួយចាដល់អាយដាមលោកជំទាវអស់លោករស់ស្រីនាងកញ្ញាលោកពូលោកយាយលោកតាចាទាំងអស់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំថ្មីក្នុងឆ្នាំនេះសូមប្រសិទ្ធពរជ័យទេវតាឆ្នាំថ្មីសូមជួយចម្រុងចម្រើនចាសុខដុមសេរីសួស្តីសុខដុមរមនីតិចតិជុំមានទៅដល់ប្រទេសកម្ពុជារហូតតទៅសាសូមសម្លេងអបអរសាទរមួយអរគុណចាសួស្តីឆ្នាំថ្មីលើក្តីស្រឡាញ់ជឿលើសន្តិភាពជឿលើកម្លាំងសាមគ្គីបងប្
អូនខ្មែរក្រុមគឺទីបរោះនឹងនារីមកពីខាងកើតខាងជើងវៃខាងពីពួកយើងត្រូវតែប្រឹងប្រែងឡើងប្រឹងដើម្បីទាំងអស់គ្នាជឿលើខ្លាំងដឹកនាំជឿលើខ្មែរដូចគ្នាជឿលើកម្លាំងទឹកចិត្តព្រោះយើងមានខ្សែលោហិតព្រោះតែយើងមានមិនព្រោះតែយើងគិតដូចគ្នាយើងមានសម្បត្តិវប្បធម៌គេស្គាល់ថាយើងជាអ្នកសាងប្រាសាទអង្គរយើងជាណាចាំងអាចឆាំងរីយ៉ាងយើងជឿជាក់ថាយើងពិតជាធ្វើបានព្រោះយើងមានសុបិនមានក្តីក្លាហានកូនខ្មែរក្រុងប្រប្រានទាំងបន្តពួកយើងជឿលើកម្ពុជាពួកយើងជឿលើអ្នកទាំងអស់គ្នាជឿលើអនាគតកម្ពុជាជឿថាជាតិយើងមិនមែនទាំងសោះពួកយើងជឿលើកម្ពុជាពួកយើងគ្រប់គ្នាគឺជាចម្លើយធ្វើឲ្យពិភពលោកកាន់តែស្គាល់ថាកម្ពុជាជាអ្នកណាជឿលើក្តីស្រឡាញ់ជឿលើសន្តិភាពជឿលើកម្លាំងសាមគ្គីបងប្អូនខ្មែរក្រុមគឺទីបរោះនឹងនារីមកពីខាងកើតខាងជើងវៃខាងពីពួកយើងត្រូវតែប្រឹងប្រែងឡើងប្រឹងដើម្បីទាំងអស់គ្នាជឿលើខ្លាំងដឹកនាំជឿលើខ្មែរដូចគ្នាជឿលើកម្លាំងទឹកចិត្តព្រោះយើងមានខ្សែលោហិតព្រោះតែយើងមានមិនព្រោះតែយើងគិតដូចគ្នាយើងមានសម្បត្តិវប្បធម៌គេស្គាល់ថាយើងជាអ្នកសាងប្រាសាទអង្គរយើងជាណាចាំងអាចឆាំងរីយ៉ាងយើងជឿជាក់ថាយើងពិតជាធ្វើបានពួកយើងមានសុបិនមានក្តីក្លាហានកូនខ្មែរក្រុងប្រប្រានទាំងបន្តពួកយើងជឿលើកម្ពុជាពួកយើងជឿលើអ្នកទាំងអស់គ្នាជឿលើអនាគតកម្ពុជាជឿថាជាតិយើងមិនមែនទាំងសោះពួកយើងជឿលើកម្ពុជាពួកយើងគ្រប់គ្នាគឺជាចំណងធ្វើឲ្យពិភពលោកកាន់តែស្គាល់ថាកម្ពុជាយើងជាណាចាំងអាចឆាំងរីយ៉ាងយើងជឿជាក់ថាយើងពិតជាធ្វើបានពួកយើងមានសុបិនមានក្តីក្លាហានកូនខ្មែរក្រុងប្រប្រានទាំងបន្តពួកយើងជឿលើកម្ពុជាពួកយើងជឿលើអ្នកទាំងអស់គ្នាជឿលើអនាគតកម្ពុជាជឿថាជាតិយើងមិនមែនទាំងសោះពួកយើងជឿលើកម្ពុជាពួកយើងគ្រប់គ្នាគឺជាចំណងធ្វើឲ្យពិភពលោកកាន់តែស្គាល់ថាកម្ពុជាជាអ្នកណាបាទសូមផ្ដល់ស្នូលតែដៃឲ្យខ្លាំងជូនតារាចម្រៀងរបស់យើងបាទសូមអរគុណតារាចម្រៀងទាំង4ដែលបានផ្ដល់ជូននៅបទចម្រៀងដ៏មានអត្ថន័យបាទយើងជឿជាក់លើកម្ពុជាបាទចាស្គាល់លោកសូណូទេបងប្អូនស្គាល់ដល់ស្នូលតែដៃជូនគាត់ខ្លាំងទាំងអស់គ្នាមួយចាជាបន្តសូមស្វាគមន៍អ្នកនាងយុទ្ធរដ្ឋាចាជាបន្តគឺកញ្ញាឈិតសុវណ្ណបញ្ញាចាឲ្យប្រុសស្អាតនៅចិត្តខ្ញុំស្គាល់គាត់អត់ពីណាគេអត់លឺពីណាគេដែរចាត្រូវអត់បាទត្រូវអត់សូមសម្ដែងជូនលោកនីរតនាខ្លាំងមួយទៀតមកចាបាទជាបន្តស្គាល់គាត់ទេកញ្ញាហេងកែវនីតាស្គាល់មកបងប្អូនសូមវល់កាខ្ញុំផងអើយថាខ្ញុំផងម្ដងមើលចាអូផ្លេចដែរបងប្អូនទាំងអស់គ្នាស្គាល់ពិធីករដ៏សង្ហាលោកឆៃអត់ចាអស់ឲ្យឆៃបានហើយអស់ម៉ោងហើយចាអរគុណបាទអរគុណតារាចម្រៀងទាំង4បាទលោកសូណូថ្ងៃនេះបានជ្រៀងរួមគ្នាអ្នកនាងយុទ្ធរដ្ឋាកញ្ញាឈិតសុវណ្ណបញ្ញារួមជាមួយនឹងលោកនីរតនាបទចម្រៀងយើងជឿជាក់លើកម្ពុជាពិតជាមានអត្ថន័យមានចំណាប់អារម្មណ៍យ៉ាងណាដែលបានចូលរួមកម្មវិធីអង្គរសង្គ្រាន្តថ្ងៃចុងក្រោយបាទលោកសូណូបាទអរគុណបាទជូនពរដល់បងប្អូនជាដំបូងដែលខ្ញុំបានឡើងឆាកថ្ងៃនេះជាថ្ងៃចុងបញ្ចប់បាទទោះបីជាលំបាកយ៉ាងណាក៏នៅពុះពៀ
គឺថាសិល្បៈយើងខាងក្រៅនោះគឺមកមានញឹកមែនតែនដើម្បីធ្វើយ៉ាងម៉េចឲ្យបងប្អូនបានសប្បាយនៅថ្ងៃចុងក្រោយនេះមានអារម្មណ៍ថាសប្បាយចិត្តហើយក៏ជូនពរបងប្អូនទាំងអស់ទូទាំងប្រទេសខ្មែរឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាផងបាទអរគុណបាទចាដល់ហើយចំពោះអ្នកនាងយុទ្ធរដ្ឋាវិញចាក៏មិនខុសពីគាត់ដែរនឹងខំប្រឹងឲ្យអស់ពីកម្លាំងកាយនិងកម្លាំងចិត្តដើម្បីឲ្យពួកគាត់បានរីករាយសប្បាយនៅក្នុងថ្ងៃចូលឆ្នាំយើងចាបញ្ញាសម្រាប់នេះខ្ញុំផ្ទាល់ក៏មានអារម្មណ៍រំភើបរីករាយមែនទែនដែលបានចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តនេះចាហើយក៏ជូនពរឲ្យបងប្អូនទាំងអស់ជួបប្រទះតែសេចក្តីសុខសុភមង្គលនិងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារផងដែរហើយពួកយើងទាំងអស់គ្នាក៏មានបទចម្រៀងជាច្រើនបទទៀតក្នុងរាត្រីនេះដើម្បីធ្វើឲ្យទស្សនិកជនទាំងអស់ដូចថាចូលរួមសប្បាយជាមួយពួកយើងផងដែរចាអរគុណបាទសម្រាប់ខ្ញុំបាទក៏មិនខុសពីបាទបងទាំងអស់គ្នាបាទហើយខ្ញុំបាទក៏សូមជូនពរបងប្អូនទាំងអស់គ្នានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះខ្ញុំបាទក៏សូមជូនពរបងប្អូនទាំងអស់គ្នាសូមជួបប្រទះតែសុខភាពល្អនិងសំណាងល្អនិងរកស៊ីមានបានទាំងអស់គ្នាហើយក៏សូមជូនពរបងប្អូនបាទធ្វើដំណើរទៅកំសាន្តនៅទីណាក្តីក៏សូមជួបប្រទះតែសុវត្ថិភាពទាំងអស់គ្នាអរគុណបាទអរគុណបាទអរគុណអញ្ញាតារាជាមួយទាំង4សម្រាប់ណាបាទអរគុណណាស់បាទបទចម្រៀងយើងជឿជាក់លើកម្ពុជានេះក៏មានអត្ថន័យចង់ឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាជឿជាក់លើប្រទេសរបស់យើងជឿជាក់លើយើងទាំងអស់គ្នាព្រោះយើងជាប្រជាជនកម្ពុជាប្រសិនបើយើងមិនមានជំនឿចិត្តលើខ្លួនឯងមិនមានជំនឿចិត្តលើប្រទេសរបស់យើងមិនមានជំនឿចិត្តលើថ្នាក់ដឹកនាំទេយើងមិនអាចគ្មាននរណាដែលជឿទុកចិត្តលើយើងទេអញ្ចឹងយើងត្រូវតែមានជំនឿជឿជាក់ថាកម្ពុជារបស់យើងនឹងមានសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនទៅមុខបាទប្រកបណាស់ហើយក៏គ្មានទីកន្លែងណាដែលល្អជាងប្រទេសរបស់យើងផងដែរចាអញ្ចឹងក៏សូមជម្រាបជូនដល់បងប្អូនផងដែរថាដោយសារតែយើងបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តហើយដូច្នេះហើយសម្រាប់បងប្អូនទាំងអស់គ្នាក៏បានចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថានយ៉ាងល្អចាគឺរយៈពេល3ថ្ងៃនៅតាមតំបន់នីមួយៗនៃការអង្គរសង្ក្រាន្តដូចជានៅខាងមុខប្រាសាទអង្គរវត្តលៀងជលដំរីក៏ដូចជាខាងភូមិខ្ញុំនៅប្រាសាទបាយ័នក៏ដូចជាទីតាំងជាច្រើនទៀតដែលបងប្អូនគឺពិតជាបានចូលរួមចំណែកនៅក្នុងការថែរក្សាបរិស្ថានចា៎បាទជាការពិតនៅពេលដែលពុកម៉ែបងប្អូនដែលអញ្ជើញមកធ្វើដំណើរកម្សាន្តនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តឬមួយក៏ធ្វើដំណើរកម្សាន្តទៅកាន់ទីរមណីយដ្ឋាននេះការថែរក្សាបរិស្ថានគឺចាប់ផ្ដើមពីយើងទាំងអស់គ្នាព្រោះអីនៅពេលដែលបងប្អូនបានយកសម្រាមទៅដាក់ក្នុងធុងសម្រាមអ្នកដទៃឃើញពិតជាឲ្យតម្លៃថាបងប្អូនគឺជាអ្នកដែលមានចំណេះដឹងជាអ្នកដែលស្រឡាញ់បរិស្ថានបើពេលខ្លះធុងសម្រាមនៅឆ្ងាយយើងដាក់ចូលក្នុងថង់មួយស្របួរសិនរកកន្លែងណាមានធុងសម្រាមយើងយកទៅបោះចោលនោះក៏អាចបញ្ជាក់ថាយើងជាមនុស្សម្នាក់ដែលស្រឡាញ់បរិស្ថានព្រោះពេលនោះយើងបានឃើញថាផ្ទះរបស់យើងស្អាតចុះចំណែករមណីយដ្ឋានរបស់យើងទីកន្លែងកំសាន្តរបស់យើងត្រូវតែស្អាតដើម្បីរក្សាទុកឲ្យកូនចៅចំនួនក្រោយរបស់យើងបន្តទៀតណាបាទចាពិតប្រាកដនៅពេលដែលចារមណីយដ្ឋានស្អាតធ្វើឲ្យប្រទេសរបស់យើងក៏ស្អាតអញ្ចឹងធ្វើឲ្យយើងស្រឡាញ់ប្រទេសរបស់យើងដូច្នេះចង់ឲ្យបងប្អូនទាំងអស់គ្នានៅទីនេះយើងរួមគ្នាចាយើងស្រែកជាមួយគ្នានៅពាក្យដែលបង្កប់ជាមួយនឹងអត្ថន័យដ៏ធំទូលាយសម្រាប់យើងទាំងអស់គ្នាបានអត់បាទបងប្អូនចាំបានទេពាក្យស្លោករបស់ក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជារបស់យើងចាំបានទេបងប្អូននិយាយជាមួយយើងខ្ញុំទាំងអស់គ្នាបានអត់ដើម្បីបញ្ជាក់ថាបងប្អូននៅខាងមុខនេះគឺសូសង្តែជាយុវជនក៏ដូចជាប្រជាជនដ៏គំរូបាទអញ្ចឹងសូមអញ្ជើញកញ្ញានីតាបាទចាឥឡូវនេះចង់ឲ្យបងប្អូនទាំងអស់គ្នានិយាយពាក្យខ្ញុំស្រឡាញ់កម្ពុជាបានអត់បានអត់ឥឡូវខ្ញុំជាមួយនឹងលោកឆៃនឹងនិយាយពាក្យខ្ញុំស្រឡាញ់បងប្អូននិយាយពាក្យកម្ពុជាបាទអញ្ចឹងអូខេបានទេបាទនៅពេលនេះចង់ឲ្យសម្លេងប្រជាជនកម្ពុជាទាំងអស់បង្ហាញក្តីស្រឡាញ់ជូនដល់បងប្រជាជននៅលើពិភពលោកឲ្យបានឃើញថាយើងជាប្រជាជនកម្ពុជាយើងស្រឡាញ់ប្រទេសរបស់យើងអញ្ចឹងចាប់ផ្ដើមពីខ្ញុំនៅខាងលើមុនគឺយើងនឹងស្រែកពាក្យថាខ្ញុំស្រឡាញ់រីឯបងប្អូននៅខាងក្រោមគឺកម្ពុជាអូខេអញ្ចឹងចាប់ផ្ដើមមកដល់គ្នា1 2 3ខ្ញុំស្រឡាញ់កម្ពុជាខ្ញុំស្រឡាញ់ខ្ញុំស្រឡាញ់កម្ពុជាយើងស្រឡាញ់កម្ពុជាយើងស្រឡាញ់កម្ពុជាយើងស្រឡាញ់ឲ្យខ្លាំងទាំងអស់គ្នាម្ដងទៀតយើងស្រឡាញ់កម្ពុជាអរគុណចាអរគុណថាសម្រាប់ការអញ្ជើញចូលរួមដោយសប្បាយរីករាយរបស់បងប្អូនទាំងអស់គ្នាឥឡូវយើងបន្តនៅបទចម្រៀងជាបន្តទៀតគឺមានចាតារាចម្រៀងជាច្រើនរូបក៏ដូចជាមានក្រុមកំ pl ែងមានតារាបង្ហាញម៉ូដចាអរគុណជួយជាមួយនឹងពួកគាត់ដូចតទៅតែសូមផ្ដល់ស្នូលតែដៃឲ្យខ្លាំងៗទាំងអស់គ្នាបាទអរគុណសួរចា
ត្រាកងភ្នំហួតទៅហើយរីយំឆ្លើយនៅត្រៃឯងនេះឆ្ងាយពេកក្រៃត្រពាំងរូងអណ្ដូងទឹកអើយខ្ញុំអើយនឹកដល់ប្រថ្លៃដឹងដៃឲ្យជួបគ្នាដើមកងកាំងដ៏រៀងលើច្រាំងដៃស្ទើមនទ្រូងរុនធនស្ទើផនដងហើមផ្ដើមស្នេហាមន់រងាវកាន់ជ្រាវលាន់លឺតោប្រឹងសាទឹកដៃសង្សារឲ្យគេកោតភ្លើងសំលេងស្លឹកចាក់សាកសាគូខ្លារលោកបោបាយដោយអំណាចទឹកព្រៃអូនរងាស្រវរកស្បាយនឹកមកមេដល់ដងព្រៃក្រាក្រៃចិនដាអោចងសោកអូស្លោកតាមទឹកកូនកូនស្រផ្លែខ្លួនខដូចចោក្រៀមស្វិតខិតក្នុងខាងរឡើងកាំងសែងខ្មាទេឌីពីព្រេងសុំបដូរប្រានរុំពីព្រួយស្នេហាសុខសប្បាយទេបងប្អូនជូនពរឆ្នាំថ្មីសូមឲ្យជួបតែសេចក្តីសុខគ្រប់គ្នាទាំងអស់ចាចងសោកអូស្នោកតាមទឹកកងកងស្រខ្លាចខ្លួនខដូចចោករៀមស្វិតខិតក្នុងខាងត្រឡើងកាំងសែងមកទេឌីពីព្រេងសុំដូរប្រានរួមពីព្រោះស្នេហាសុំដូរប្រានរួមពីព្រោះស្នេហាអរគុណដល់បងប្អូនទាំងអស់គ្នាចាអរគុណចាសូភាប្រលឹងបងអើយបងមកវិញហើយណាស្រងពីសីទុកតូចញើកមួយទុកនៅធ្វើអ្វីមកចំឡងប្តីឃ្លានបាយណាស់លឺហើយប្រកំពុងស្នេហ៍អូនកំពុងតែប្រញាប់រត់រះឆាប់ឡើង
លឿនឡើងបងនឹកអូនណាស់អូនក៏ដូចឆ្នងដែលណាលោកប្តីសុខសប្បាយទេបងសុខសប្បាយ អូយចាមកពីត្រូវចម្បាំងជាមួយនឹងពួកមើលសម្រាប់មិនបានជោគជ័យអូនសូមជូនពរឲ្យបងសុខភាពល្អណាពេលដែលបងបានចេញទៅធ្វើសឹកចឹងមិនដែរបងបានបាយខ្វឹងទឹកណាស្រង់ពីស្រីចឹងបានបងស្ទងតែបងច្បាំងឈ្នះពួតមើលចងរៃហើយបានជោគជ័យគ្រប់ពេលវេលាមកពីអូនខំបន់ស្រន់ដល់ព្រះសូមឲ្យបងឈ្នះគ្រប់គ្រាបើចិត្តយើងឈ្នះនោះទៅសង្ស្នាគង់បងថ្លៃថ្លាមិនសនបងបាត់ទីខ្មែរទេតែខ្មែរយើងរស់នៅជាតិណាស្រីត្រូវតែកំចាត់យើងត្រូវគាំទ្រស៊ូម្ដងជីវិតរាំងសាព្រះរាជាណាចក្រខ្មែរអូននឹកបងពេកភ្លេចទាំងអៀនខ្មាស់អូននឹកបងណាស់ណាម្ចាស់ចិត្តស្នេហ៍ចំណាយបងវិញនឹកអូនណាស់នឹកកូនរកម៉ែណាបើប្រលឹងនឹកបងខ្លាំងណាស់អូនមិនដឹងថាបងយ៉ាងណានៅស្មោភូមិតែឡើយនេះអូនពិតជាសប្បាយចិត្តខ្លាំងណាស់បងក៏សប្បាយដូចគ្នានៅថ្ងៃនេះបងបានជួបជុំគ្រួសាររបស់យើងជាពិសេសបានមកដល់មិត្តភូមិដ៏អស្ចារ្យរបស់យើងនៃខ្មែរត្រូវតែខ្មែរយើងរស់នៅជាតិណាស្នេហ៍ត្រូវតែកុំចាត់ត្រូវគាំទ្រស៊ូម្ដងជីវិតរាំងសាព្រះរាជាណាចក្រខ្មែរអូននឹកបងពេកភ្លេចទាំងអៀនខ្មាស់អូននឹកបងណាស់ណាម្ចាស់ចិត្តស្នេហ៍ចំណាយបងវិញនឹកអូនណាស់នឹកកូនរូបម៉ែណាទៅប្រលឹងនឹកម៉ែណោះនឹកខ្លាំងណាស់ចាអរគុណសូមសម្លេងមួយមកចាជីកលើកទី1របស់នាងខ្ញុំផងដែរជាមួយនឹងបងសូណូបានចាប់ដៃបកស្រាយនៅបទសិល្បៈរៀមច្បងបុព្វបុរសសម្លេងមាសរបស់យើងផងដែរសូមឲ្យដួងព្រលឹងរបស់គាត់ចាស្ថិតនៅក្នុងចារក្សាវប្បធម៌ចម្រៀងខ្មែររបស់យើងផងដែរនៅក្នុងថ្ងៃនេះសូមអរគុណច្រើនហើយនឹងសូមផ្ដល់ជាសម្លេងទៀតដៃម្ដងទៀតមកចាអរគុណចា វាហាខ្ពស់ឆ្ងាយណាស់ក៏លៀស្នេហាព្រាបបាទនឹងបាក់សាបាក់សីស្នេហ៍ឆ្លងហើយដីតាបាដីក៏មានក៏មិនកនតាវាហាបងអ
នមកត្រង់យកស្រវាចាប់ក្តៅអោបលោកទុកក្នុងកាយដូចគេងអបស្នេហ៍មិនរឹងមុខឡើយខុសក្លិនមិនធ្វេសំខាន់ចិត្តចឹងសំពួនឈឺចេះព្រួយមិនព្រួយបើមានសំពួនឆ្ងាយគ្នាអាណែតែក៏មានណាស្រួលស្នេហ៍ឆ្លងពេលហាឆ្លងមកជាប់ចិត្តនឹងស្ងួនចិត្តពីរចងជាចិត្តមួយជាប់ចិត្តនឹងស្ងួនចិត្តពីរចងជាចិត្តមួយអរគុណបាទអរគុណអរគុណបាទក៏សូមអញ្ជើញទីជាបន្តទៀតជាមួយសិល្បករទាំងអស់គ្នាអរគុណបាទបងសពថ្ងៃដែលស្រឡាញ់អូនដូចទូកនឹងក្បូនសណ្ដូនតាមគ្នាស្រឡាញ់គ្រប់ពេលវេលាមិនអាចបែកគ្នាមួយទីបានឡើយចាំនៅសពថ្ងៃដែលស្រឡាញ់បងដូចថ្ងៃកាស្រឡាញ់កងគ្មានត្រាលិចមិនបានឡើយក្នុងមួយជាតិនេះយើងជាកំសត់ក្រនឹងគ្នាលើបែបពស៊ីមិនបានប្រទាំងយើងកំសត់ជាងគេទាំងអស់បងសែនស្រណងអស់មួយជីវិតមានតែបងមួយជួយឲ្យអូនរួងយល់រឿងគេឈួងយល់អង្ការពិតបងស្រឡាញ់ណាស់ហើយសែនអាណិតអស់មួយជីវិតពិតស្នេហ៍តែពើ
កំសត់ជាងគេទាំងអង្គបងសែស្រណងអស់មួយជីវិតមានតែបងមួយជួយឲ្យអូនរឿងយករឿងកិត្តិយសយល់ឡើងការពិតបងស្រឡាញ់ណាស់ហើយសែនអាណិតអងមួយជីវិតពិតស្នេហ៍តែបើអរគុណបាទដើមត្រែងយ៉ាងរលោកទាំងច្រល់រត់ងកិនគ្នាក្បោស្នាបការប្រែជុំពេកចាំបាសាងស្នេហ៍អត់ដល់វាសនារចនាអនាគតថ្មីលិនជីវិតមានបានប្រដិតចិត្តស្នេហ៍ជូនស្រីកម្លាំងធំមុំធំគិតវេទឲ្យតែជួបក្រោយវិស័យអរមីក្ដីស្នេហ៍បរិសុទ្ធចាំចង់ប្រុសថ្លៃចាំចង់ប្រុសថ្លៃបោជាលោកស្រីជូនក្ដីមកមន់ដល់ស្នាញ់វាស្នាស្នាគ្រីបំផុតទោះជាតែក្រាបពោដាត់មិនបានជុំនៅថ្មីទូនពោចងដៃទាំងពីប្រាទូជុំបំបែកក៏មិនបានទួមានតាមជ្រែយួនក្រាមក៏ប្រាំចាំតែស្នេហ៍មួយសុខសប្បាយទេបងប្អូនសួស្តីឆ្នាំថ្មីចាំចង់ប្រុសថ្លៃចាំចង់ប្រុសថ្លៃបោជាលោកស្រីជូនក្ដីមកមកដល់ស្នាញ់វាស្នាស្នាគ្រីបំផុតទោះជាតែក្រាបក៏ដាត់មិនបានជុំនៅថ្មីទូនពោចងដៃទាំងពីប្រាទូកជុំបំបែកក៏ហើយមិនបានទួមានតាមជ្រែករុញក្រាមក៏ប្រាំចាំតែស្នេហ៍មួយចាអរគុណណាស់អរគុណដល់លោកអូនរៀបនិងអ្នកនាងឆោមជប៉ុនដែលបានបកស្រាយនៅបទចម្រៀងដល់ពីរោះជំរាបសួរបាទជំរាបសួរបាទរស់ស្នេហ៍ឧត្តមពិតជាបង្ហាញនៅភាពសុខដុមនៃគូស្នេហ៍មួយគូស្វាមីភរិយាធ្វើឲ្យបងប្អូនទីនេះចំណែនណាបាទចូលឆ្នាំថ្មីឆ្នាំនេះបានអញ្ជើញមកចូលរួមអង្គរសង្ក្រាន្តមានអារម្មណ៍យ៉ាងណាដែរដែលបានជួបពុកម៉ែបងប្អូននៅទីនេះបាទគឺការពិតណាស់នៅក្នុងឆ្នាំនេះគឺខុសប្លែកពីឆ្នាំមុនទៅទៀតឃើញថាមានបងប្អូនប្រជាពលរដ្ឋយើងពីគ្រប់ទិសទីទាំងអស់នៅក្នុងប្រទេសបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តនៅក្នុងឆ្នាំ2016នេះហើយខ្ញុំបាទក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនជាពិសេសគឺជោគជ័យនៅគ្រប់ភារកិច្ចការងារទាំងអស់ហើយឆ្នាំថ្មីនេះ
ការអញ្ជើញមកដំណើរកំសាន្តនៅអង្គរសង្ក្រាន្តនេះ ចា ត្រឡប់ទៅវិញទទួលបាននៅលៀបនៅសំណាងគ្រប់គ្នាទាំងអស់ ចាជាពិសេសគឺក្នុងឆ្នាំថ្មីនេះសូមឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់រីកចម្រើនគ្រប់ភារកិច្ចការងារទាំងអស់និងមានលុយចូលច្រើនទាំងអស់គ្នាចា ចាអរគុណសុខស្នូលតែដៃខ្លាំង ឲ្យសុខសប្បាយទាំងអស់គ្នាណា ចាអរគុណ បាទបើសុខសប្បាយសូមស្នូលផ្ទះដៃអបអរឲ្យខ្លាំងមួយមក បាទ ចា អូយសប្បាយ អរគុណចាសប្បាយទាំងអស់គ្នាសូម អរគុណ ចាសូមជួបនៅប័ណ្ណក្រោយជាបន្តទៀតចាសូមអរគុណចា អញ្ញាតសម្រាប់បានចា អរគុណណាស់បាទពិធីការនីបាទឲ្យទៅលើថារឿងជូនពរមានលុយកាក់ហូរចូលសុភមង្គលនឹងសាធុបាទអរគុណបាទក៏សូមជម្រាបជូនដល់ពុកម៉ែបងប្អូនរាជធានីក៏ដូចជាបងប្អូននៅកំពុងតែទស្សនាការផ្សាយផ្ទាល់នៅអគ្គដ្ឋានការប្រគំមន្ត្រីអង្គរសង្ក្រាន្តនេះថ្ងៃទី3ដែលកំពុងតែធ្វើការផ្សាយផ្ទាល់ពីលានចូលដំរីនៅទីនេះក៏ទទួលបាននៅវត្តមានចូលរួមដល់ពងពោះពីអាដាមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាមានវត្តមានដល់ពងពោះអាដាមខឹមមុនសុងអភិបាលនៃគណៈអភិបាលខេត្តសៀមរាបព្រមទាំងអាដាមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាក៏ដូចជាសមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាក៏បានអញ្ជើញនៅទីនេះទស្សនាផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋផងដែរ ចាអរគុណខ្លាំងណាស់សម្រាប់គណៈពេលនេះផងដែរយើងខ្ញុំទាំងអស់គ្នាមានកិត្តិយសសូមគោរពអញ្ជើញអាដាមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញឡើងលើវេទិកាដើម្បីថ្លែងសន្និដ្ឋាននិងសូមផ្ដល់នូវសម្លេងស្វាគមន៍ឲ្យខ្លាំងទាំងអស់គ្នាជូនដល់អាដាមរដ្ឋមន្ត្រី បងប្អូនជាទីគោរពនៃជាទីមេត្រីសូមស្វាគមន៍តាមមកដល់អាដាមបណ្ឌិតថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជា អាដាមខឹមបុនសុងអាបាអ្នកបាខេត្តសៀមរាបអាដាមហ៊ុនម៉ានីសមាជិករដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធជនកម្ពុជាអាដាមសៃសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាអនុប្រធានសហភាពសហព័ន្ធជនកម្ពុជាពួកយុវជនសមាជិកាប្រធានសហព័ន្ធជនកម្ពុជាគ្រប់ខេត្តទាំងអស់ជាទីគោរពទីមេត្រីភាគិតយុជាតិអន្តរជាតិបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរពរាប់អានជាបឋមតាំងនាមឲ្យក្រសួងទេសចរនិងខ្ញុំផ្ទាល់ខ្ញុំមានកិត្តិយសនិងសេចក្តីសមរម្យរីករាយក្រៃលែងបានចូលរួមជាមួយអាដាមលោកទាលោកស្រីនាងកញ្ញានិងកិត្តិយសជាតិអន្តរជាតិមួយយុវជនទាំងអស់ពិសេសក្នុងកម្មវិធីបើកការប្រគំតន្ត្រីអង្គរសង្ក្រាន្តអបអរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងដែលជាកម្មវិធីវប្បធម៌រូបិយមួយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើទឹកដីអង្គរដែលជាបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិនិងជាគោលដៅទេសចរវប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញរបស់ពិភពលោកខ្ញុំសូមសេចក្តីឱកាសនេះសូមថ្លែងអំណរគុណនិងកោតសរសើរដោយស្មោះចំពោះអាដាមហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងមួយយុវជនទាំងអស់ជាសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី4ជាប្រវត្តិសាស្ត្រប្រកបដោយជោគជ័យដែលនេះគឺជាព្រឹត្តិការណ៍ទេសចរវប្បធម៌ដ៏ធំមួយរបស់កម្ពុជាការអញ្ជើញជាអធិបតីដល់គង់ពោះរបស់សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកតេបណ្ឌិតបូរនីហ៊ុនសែនក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី4នេះគឺពិតជាបានផ្ដល់នូវមហាកិត្តិយសនិងការគាំទ្រលើកទឹកចិត្តដ៏ខ្លាំងក្លាដល់ការអភិវឌ្ឍវប្បធម៌លោកពិសេសក្នុងការអភិវឌ្ឍការអភិរក្សបេតិកភណ្ឌវប្បធម៌រូបិយនិងអរូបិយដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យទេសចរកម្ពុជាប្រកបដោយភក្ដីភាពជាមួយនឹងការគោរពស្រឡាញ់ដ៏ជឿជាក់រឹងមាំនិងការដឹកនាំប្រកបដោយការឆ្លៀសវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងការគោរពស្រឡាញ់
ចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតបុរាណីហ៊ុនសែនឆ្នាំនេះប្រជាពលរដ្ឋទូទាំងប្រទេសបានគាំទ្រយ៉ាងពេញទំហឹងចំពោះមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះហើយប្រជាពលរដ្ឋយើងបានធ្វើដំណើរពីគ្រប់ទិសទីនៅប្រទេសក្នុងប្រទេសលើផ្លូវដ៏វែងឆ្ងាយមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅសៀមរាបអង្គរតាមការវិយតម្លៃបឋមព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2016នេះមានភ្ញៀវទេសចរជាតិអន្តរជាតិមកចូលរួមទស្សនាប្រមាណជាង1.3 លាននាក់ក្នុងកំណើនប្រមាណពី25 ទៅ 30% បើប្រៀបធៀបទៅនឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ2015ព្រមជាមួយនេះតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តនានាបានឲ្យដឹងថាបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករទោះបីស្ថិតនៅក្រោមកម្ដៅថ្ងៃមិនធម្មតាបានធ្វើដំណើរទៅចូលរួមកំសាន្តនៅទូទាំងប្រទេសតាមរមណីយដ្ឋានទេសចរនានាប្រកបដោយទឹកមុខរីករាយគ្រប់គ្នានិងប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរជៀសវាងនូវគ្រោះថ្នាក់ចរាចរណ៍ជាចក្រហេតុនិងមានការយល់ដឹងខ្ពស់ចូលរួមក្នុងការរក្សាការពារសណ្ដាប់ធ្នាប់អនាម័យនិងបរិស្ថានបានល្អការចូលរួមយ៉ាងរបស់ប្រជាពលរដ្ឋយើងយ៉ាងច្រើនកកក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិនៅគ្រប់គោលដៅទេសចរឆ្នាំនេះបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ថែមទៀតនៃការវត្តរីចម្រើនពីមួយថ្ងៃទៅមួយថ្ងៃនៃប្រភពជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងនិងការវត្តឥតជប់ឈរនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់យ៉ាងល្អពិសេសផ្លូវទៅកាន់គោលដៅទេសចរទូទាំងប្រទេសឯកឧត្តមលោកទាវលោកស្រីអ្នកនាងកញ្ញាភ្ញៀវកិត្តិយសជាតិអន្តរជាតិមួយក្មួយយុវជននិងបងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីគោរពជាទីមេត្រីទេសចរនិងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតប្រៀបបានសរសៃអំបោះដែលវិញចូលគ្នារួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវភាពតាក់ទាញនិងភាពប្រកួតប្រជែងសម្រាប់តំបន់ទេសចរក៏ដូចជាសម្រាប់ប្រទេសជាតិជាក់ស្ដែងវិស័យវប្បធម៌បានដើរតួនាទីជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍជាផលិតផលទេសចរដែលអាចបង្កើតបានជាភាពតាក់ទាញសម្រាប់តំបន់មួយឬប្រទេសមួយនៅក្នុងទីផ្សារទេសចរដែលកំពុងតែមានភាពការប្រកួតប្រជែងកាន់តែខ្លាំងខណៈដែលវិស័យទេសចរបានបង្កើតនូវប្រភពចំណូលនិងធនធានដែលអាចគ្រប់គ្រងនិងពង្រឹងការអភិរក្សនិងអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យនៃភាពច្នៃប្រឌិតនិងសកលភាវូបនីយកម្មដែលធានាបាននូវនិរន្តរភាពវប្បធម៌ក្នុងនោះវិស័យទេសចរគឺជាអ្នកប្រើប្រាស់វប្បធម៌តែវិស័យទេសចរក៏ជាអ្នកថែរក្សាវប្បធម៌ផងដែរស្របតាមទស្សនៈទានអភិវឌ្ឍបម្រើការអភិរក្សរីការអភិរក្សទ្រទ្រង់ដល់ការអភិវឌ្ឍសន្និសីទទេសចរពិភពលោកស្ដីពីទេសចរវប្បធម៌ដែលប្រព្រឹត្តទៅនៅសៀមរាបអង្គររបស់យើងកាលពីដើមឆ្នាំ2015ដែលមានការចូលរួមប្រមាណ 1,100 ប្រទេសនិងមានវាគ្មិនដ៏ល្បីល្បាញលើពិភពលោកខាងផ្នែកទេសចរនិងវប្បធម៌បានគូបញ្ជាក់ថាព្រមជាមួយបេតិកភណ្ឌវប្បធម៌អរូបីបេតិកភណ្ឌវប្បធម៌អរូបីដូចជាសិល្បៈរបាំដូរតន្ត្រីកីឡាស្ថាបត្យកម្មសិប្បកម្មឡាគឺជាឧត្តមភាពអ្នកតាក់ទាញទេសចរមួយដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍អង្គការទេសចរពិភពលោកក៏ដូចជាអង្គការ UNESCO និងអង្គការអន្តរជាតិនានាដែលបានចូលរួមបានកោតសរសើរនិងយកគំរូល្អពីកម្ពុជាក្នុងការធ្វើសកម្មកម្មវិស័យទេសចរក្នុងតំបន់អភិរក្សអូសៀនអង្គរដែលជាបេតិកភណ្ឌវប្បធម៌អរូបីនិងការថែរក្សាលើកតម្កើងនៅបេតិកភណ្ឌវប្បធម៌អរូបីដែលកម្ពុជាបាននឹងកំពុងធ្វើដោយមានកិច្ចសហការល្អរវាងអាជ្ញាធរស្ថាប័នពាក់ព័ន្ធជាគំរូនៃភាពច្នៃគូថ្មីមួយរវាងទេសចរនិងវប្បធម៌ដែលប្រទេសនានាគួរអនុវត្តតាមកម្ពុជាមានសក្តានុពលធំធេងណាស់ទាំងបេតិកភណ្ឌធម្មជាតិនិងបេតិកភណ្ឌវប្បធម៌ទាំងអរូបីនិងអរូបីសម្រាប់ការអភិវឌ្ឍវិស័យទេសចរកម្ពុជាបើគិតត្រឹមតែប្រាង្គប្រាសាទបុរាណកម្ពុជាជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីដែលមានប្រាង្គប្រាសាទបុរាណជាង 1000 កន្លែងដែលមានអាយុកាលរាប់ពាន់ឆ្នាំនិងគ្រឹះប្រាសាទរាប់ពាន់កន្លែងផ្សេងទៀតស័ក្តិសមនឹងកិត្តិនាមកម្ពុជាប្រជាណាចក្រនៃវប្បធម៌កម្ពុជាជាប្រជាណាចក្រអច្ឆរិយៈជាពិសេសប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារដែលបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការ UNESCO ហើយដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូនិងសម្បត្តិវប្បធម៌អរូបីមួយចំនួនទៀតដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការ UNESCO និងក៏នៅមានសម្បត្តិវប្បធម៌អរូបីដ៏សម្បូរបែបផ្សេងទៀត
ដែលបានបង្ហាញក្នុងពិធីព្យួរយាត្រាកាលពីរសៀលម្សិលមិញនេះ រួមជាមួយនឹងភាពញញឹមរួសរាយរាក់ទាក់ដែលមានពីធម្មជាតិរបស់ប្រជាជនយើងព្រមជាមួយនេះទៀតតំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលប្រវែង440គីឡូម៉ែត្របានក្លាយជាសមាជិកក្លឹបឆ្នេរស្អាតបំផុតលើពិភពលោកកាលពីឆ្នាំ2011និងត្រូវបានប្រសិទ្ធនាមថាឆ្នេរសមុទ្រកម្ពុជាតារារះនៃទិសនិរដីនិងទេសភាពទេសចរដ៏ស្រស់ត្រកាលតាមដងទន្លេមេគង្គសត្វផ្សោតទន្លេមេគង្គនិងតំបន់ទេសចរធម្មជាតិដ៏ជាច្រើនទៀតដែលបាននឹងកំពុងធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរប្រកបដោយឧត្តមភាពនិងភាពទាក់ទាញខ្ពស់អាយដាមលោកកំទាវលោកស្រីអ្នកនាងកញ្ញាជាកិត្តិយសជាតិអន្តរជាតិក្មួយយុវជនបងប្អូនប្រជាពលរដ្ឋជាទីគោរពនិងជាទីមេត្រីបច្ចុប្បន្នយើងកំពុងរស់នៅក្នុងយុគសម័យនៃការធ្វើដំណើរទេសចរឆ្នាំ2015តាមស្ថិតិទេសចររបស់អង្គការទេសចរពិភពលោកទេសចរអន្តរជាតិដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនអន្តរជាតិសរុបមានប្រមាណ 1080 លាននាក់ក្នុងកំណើន 4% និងមានទេសចរក្នុងស្រុកសរុបប្រមាណ 6000 លាននាក់បានធ្វើដំណើរទៅទស្សនានៅតាមគោលដៅទេសចរនានាក្នុងប្រទេសរបស់ខ្លួនការរីកចម្រើននៃវិស័យនេះបានធ្វើឲ្យវិស័យទេសចរក្លាយជាវិស័យនាំមុខមួយខាងសេដ្ឋកិច្ចសង្គមក្នុងយុគសម័យបច្ចុប្បន្នដែលបានរួមចំណែកប្រមាណ 9% នៃផលិតផលក្នុងស្រុកសរុប នៃសកលលោកនិង 30% នៃការនាំចេញសេវាកម្មសរុបនិងដែលបានផ្ដល់ឱកាសការងារបានមួយក្នុងចំណោមការងារ11នៃការងារសរុបចំពោះកម្ពុជាយើងក្រោមការដឹកនាំដ៏ឆ្លៀវវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងក្រោមពន្លឺនៃសន្តិភាពឆ្នាំ2015យើងបានទទួលជ័យសរអន្តរជាតិជាង4លាន7សែននាក់ក្នុងកំណើន 6.1% និងមានទេសចរក្នុងស្រុកប្រមាណ 9 លាននាក់ក្នុងកំណើន 7.5% ធ្វើដំណើរទៅទស្សនាតាមគោលដៅទេសចរនានាក្នុងទូទាំងប្រទេសវិស័យទេសចរកម្ពុជាបាននាំមកនូវចំណូលជាតិប្រមាណជាង $3,000 លានសហរដ្ឋអាមេរិកផ្ដល់ឱកាសការងារដល់ផ្ទាល់ជាង 62,000 នាក់ជូនប្រជាពលរដ្ឋនិងរួមចំណែក 13% នៃផលិតផលសរុបក្នុងស្រុកតាមការព្យាករណ៍របស់យើងអាចទទួលបានទេសចរអន្តរជាតិប្រមាណ 5 លាននាក់នៅឆ្នាំ2016និងប្រមាណ 7 លាននាក់នៅឆ្នាំ2020ជាមួយនឹងចំណូលជាតិប្រមាណ $5,000 លានសហរដ្ឋអាមេរិកនិងផ្ដល់ឱកាសការងារដល់ផ្ទាល់ប្រមាណ 80,000 នាក់ហើយដំលោកទាវលោកស្រីនាងកញ្ញាជាកិត្តិយសជាតិអន្តរជាតិមួយយុវជនទាំងអស់និងបងប្អូនប្រជាពលរដ្ឋជាទីគោរពជាទីមេត្រីការចង់ចេះចង់ដឹងការស្វែងយល់របស់មនុស្សជាតិអំពីការខុសប្លែកគ្នានៃមរតកវប្បធម៌ពីគោលដៅទេសចរមួយទៅកាន់គោលដៅទេសចរមួយគឺជានិន្នាការទេសចរនៅយុគសម័យយ៉ាងនេះអង្គការទេសចរពិភពលោកបានសិក្សាឃើញថាប្រមាណ 40% នៃទេសចរសរុបសកលលោកចូលចិត្តទស្សនាគោលដៅទេសចរវប្បធម៌ 20% ចូលចិត្តទស្សនាគោលដៅទេសចរតំបន់ឆ្នេរសមុទ្រក្រៅពីនោះចូលចិត្តទស្សនាតំបន់ទេសចរធម្មជាតិនិងតំបន់ទេសចរផ្សេងៗទៀតចំពោះកម្ពុជាយើងទេសចរប្រមាណជាង 50% នៃទេសចរសរុបចូលចិត្តទស្សនាតំបន់ទេសចរវប្បធម៌បេតិកភណ្ឌពិសេសប្រាង្គប្រាសាទអង្គរដ៏ល្បីល្បាញរបស់យើងនិងចូលចិត្តស្វែងយល់ផ្លាស់ប្ដូរអំពីសកម្មភាពវប្បធម៌អរូបីផ្សេងៗទៀតរបស់កម្ពុជាសូមកត់សរសើរជាថ្មីម្ដងទៀតចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានឯកឧត្តមហ៊ុនម៉ាណីជាប្រធាននិងសមាជិកាសហភាពសហព័ន្ធយុវជនទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តប្រកបដោយស្មារតីនិងឆន្ទៈមោះមុតតែងតែបានសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធរួមប្រឡូកក្នុងគ្រប់សកម្មភាពវប្បធម៌សង្គមនិងបរិស្ថាន4ឆ្នាំកន្លងមកនេះក្នុងគោលដៅដើម្បីអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិសហភាពសហព័ន្ធយុវជនកម្ពុជាក្រុមកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធនិងក្រុមការឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខបានបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តប្រកបដោយជោគជ័យដ៏ត្រចះចង់ជាបន្តបន្ទាប់ខ្ញុំសូមអស្មារតីនិងភាពគំរូនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានក្លាយទៅជាគំរូដ៏ល្អនៃគ្រប់សកម្មភាពនៃព្រឹត្តិការណ៍ទេសចរវប្បធម៌នៅទូទាំងប្រទេសដើម្បីបានក្លាយជាផលិតផលទេសចរមួយដ៏ល្បីល្បាញរបស់ប្រទេសជាតិយុវជននិងវប្បធម៌យុវជននិងបរិស្ថានយុវជននៅទីក្រុងស្អាតគឺជាកម្លាំងចលករដែលមានធម៌ពលដ៏ខ្លាំងក្លាមួយរួមចំណែកធ្វើឲ្យកម្ពុជាក្លាយជាគោលដៅទេសចរស្អាតនិងបៃតងប្រកបដោយនិរន្តរភាព
គុណភាពនិងភាពចាក់ទាញដ៏ល្អសម្រាប់កម្ពុជានិងសម្រាប់តំបន់អាស៊ានទាំងមូលសូមបងប្អូនប្រជាពលរដ្ឋនិងយុវជនទាំងអស់បន្តការចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយដ្ឋានស្អាតសេវាល្អនិងបដិសណ្ឋារកិច្ចល្អឲ្យបានខ្លាំងក្លាថែមទៀតនៅទីបញ្ចប់សូមជូនពរអាយដាមហ៊ុនម៉ាណីប្រធានសហព័ន្ធយុវជនកម្ពុជាសមាជិកសមាជិកាអាយដាមលោកជំទាវអស់លោកស្រីនិងសិល្បករសិល្បករនេះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំវកអត្តស័ក2560សូមបានប្រកបទៅនឹងពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយសូមអរគុណ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអាដាមបណ្ឌិតថងខុនរដ្ឋមន្ត្រីក្រសួងទេសចរនៃព្រះរាជាណាចក្រកម្ពុជាដែលបានថ្លែងសន្ទរកថាមកកាន់អង្គពិធីទាំងមូល ចាដោយដែលភាសាអាដាមបណ្ឌិតបានជម្រាបអំបញ្ញមិញចាសម្រាប់ភ្ញៀវទេសចរដែលបានចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តកាលពីឆ្នាំមុនគឺមានជាង 1 លាននាក់ចាហើយសម្រាប់ភ្ញៀវអន្តរជាតិគឺមានចំនួន 27,000 ចាសសុំទោស 27,000 នាក់បើសរុបជាថវិកាវិញគឺសម្រាប់ថវិកាដែលចូលនៅក្នុងប្រទេសកម្ពុជារបស់យើងគឺមានចំនួនរហូតដល់$70 លានឯណោះចាហើយសម្រាប់ការពីឆ្នាំមុនក៏ដូចជាអស់លោកស្រីនិងកញ្ញាបានជៀបហើយថាសម្រាប់កម្មវិធីអង្គរសង្ក្រាន្តគឺបានបំបែកនៅអេតកតកម្មដែលទី1មានដូចជាចាំបានទេចាំបានគឺនៅលើឆាកនេះនៅមុខវេទិកានេះគឺរ៉ូម៉ាឌីហ្សូនចំនួន 2015 នាក់ចាហើយនឹងមួយវិញទៀតគឺនំអំសមយៈចាគឺមានទម្ងន់រហូតដល់ទៅ 440 គីឡូក្រាម ចាហើយឆ្នាំនេះគឺកាន់តែពិសេសទៀតគឺមានការចូលរួមចាយ៉ាងសប្បាយរីកហើយក៏មានការផ្ដល់កិត្តិយសដ៏ធំធេងពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនចាដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីអង្គរសង្ក្រាន្តនៅក្នុងឆ្នាំនេះសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបាទរយៈពេល 4 ឆ្នាំកន្លងទៅបាទឃើញថាមានការចូលរួមពីភ្ញៀវជាតិនិងអន្តរជាតិកាន់តែមានចំនួនកើនឡើងជាលំដាប់ហើយសង្កេតឃើញថាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តលើកទី4ឆ្នាំនេះក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់លោកតាលោកយាយអ៊ំពូមីងបងប្អូនភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករផងដែរហើយបានបន្សល់នៅស្នាមញញឹមអនុស្សាវរីយ៍រួមគ្នាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីចូលរួមអបអរសាទរក្នុងអំណរសាទរឆ្នាំថ្មីហើយជាពិសេសទិដ្ឋភាពនៃការរួមលេងកំសាន្តសប្បាយរបស់លោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងភ្ញៀវជាតិនិងអន្តរជាតិគឺពិតជាសប្បាយរីករាយណាស់ហើយនេះគឺជាការបង្ហាញមួយជូនទៅដល់ពិភពលោកនៃការរួបរวมសាមគ្គីរបស់មហាគ្រួសារខ្មែរហើយទិដ្ឋភាពល្អនេះគឺជាទិដ្ឋភាពដ៏កម្រសម្រាប់ប្រជាជនកម្ពុជារបស់យើងនៅក្នុងឱកាសជួបជុំគ្នាអញ្ចឹងយើងខ្ញុំទាំងអស់គ្នាពិតជាមានសេចក្តីសោមនស្សរីករាយនិងមានមោទនភាពដែលបានកើតមកជាកូនខ្មែរនៅលើទឹកដីអច្ឆរិយៈនៃយើងជ័យយោកម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ ចាអរគុណ